ពុជាបានបោះជំហានសំខាន់មួយដែលមិនមែនជាការប្រកាសសង្គ្រាមមិនមែនជាការគំរាមកំហែងយោធាក៏ប៉ុន្តែជាជំហានដែលអាចធ្វើឲ្យភាគីថៃពិបាករកច្រកចេញស្របច្បាប់នៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026លោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានផ្ញើលិខិតផ្លូវការទៅកាន់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងស្នើសុំឯកសារប្រវត្តិសាស្ត្រនិងឯកសារបច្ចេកទេសទាក់ទងទៅនឹងព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃដែលជាមរតកសោយពីសម័យអាណានិគមបារាំងសំណើនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការបើកទ្វារដោយលោកម៉ាក្រុងដោយលោកធ្លាប់បានប្រាប់កម្ពុជាថាបារាំងបានត្រៀមខ្លួនរួចរាល់នៅក្នុងការផ្ដល់ឯកសារពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជាថៃប្រសិនបើកម្ពុជាស្នើសុំព្រំដែនកម្ពុជាថៃមិនមែនកើតឡើងដោយចៃដន្យទេវាត្រូវបានកំណត់ដោយផែនទីកំណត់ត្រាបច្ចេកទេសនិងឯកសារផ្លូវការក្នុងសម័យអាណានិគមនៅចន្លោះចុងសតវត្សទី19និងដើមសតវត្សទី20ពលគឺជិត100ឆ្នាំដែលបារាំងជាអំណាចអាណានិគមដែលគ្រប់គ្រងកម្ពុជាឋានៈដែលថៃកាលនោះគឺជារដ្ឋឯករាជ្យឯកសារទាំងនេះដែលរួមមានសន្ធិសញ្ញាឆ្នាំ1904និង1907ផងត្រូវបានរក្សាទុកដោយបារាំងគឺជាមូលដ្ឋានសំខាន់សម្រាប់ច្បាប់អន្តរជាតិនិងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិលោកកិនភីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថាជំហានរបស់កម្ពុជានេះគឺជាការដាក់សម្ពាធអន្តរជាតិទៅលើប្រទេសថៃនិងរុញឲ្យប្រទេសថៃគ្មានច្រកចេញស្របច្បាប់ពលគឺគ្មានយន្តការស្របច្បាប់ណាមួយដែលថៃអាចលេបយកទឹកដីរបស់កម្ពុជាបានទេរយៈពេលជាច្រើនឆ្នាំមកហើយថៃបានប្រើយុទ្ធសាស្ត្រកិច្ចវេះច្បាប់អន្តរជាតិដើម្បីពន្យាពេលបកស្រាយផែនទីដែលខ្លួនពុះវាដោយខ្លួនឯងហើយថែមទាំងបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែងដោយប្រើកម្លាំងយោធាថៃនៅតែអះអាងថាព្រំដែនជាមួយកម្ពុជាមិនមានភាពច្បាស់លាស់តែបើឯកសារដើមពីបារាំងត្រូវបានដាក់លើតុជាផ្លូវការលោកកិនភីថាថៃគ្មានលេសប្រកែកបានទៀតទេហើយនៅពេលនោះថៃនឹងនៅសល់ជំរើសតិចតួចប៉ុណ្ណោះជំរើសទី1គឺការអនុវត្តតាមឯកសារនិងច្បាប់អន្តរជាតិដែលមានន័យថាថៃត្រូវយល់ស្របទៅតាមព្រំដែនដែលបានកំណត់ជំរើសទី2គឺការពន្យាពេលយកបញ្ហានយោបាយផ្ទៃក្នុងនិងកម្លាំងយោធាជាខែលឃុំក្រមដែនដីរបស់កម្ពុជាដោយខុសច្បាប់ជំរើសទី3គឺថៃអាចបដិសេធឯកសារបារាំងក៏ប៉ុន្តែប្រសិនបើថៃធ្វើដូច្នេះនោះចំនួននេះមិនមែនតែជាមួយកម្ពុជាទៀតទេតែជាការប្រឈមមុខទៅនឹងគោលការណ៍ច្បាប់អន្តរជាតិទាំងមូលរដ្ឋាភិបាលថៃមិនទាន់មានប្រតិកម្មចំពោះសំណើរបស់រដ្ឋាភិបាលកម្ពុជាទៅបារាំងនេះនៅឡើយទេខណៈដែល